នឹងឲ្យបងប្អូនបន្ទាប់ពីមានការចែកចាយនៅវីដេអូពីសំណាក់ម្ចាស់ផ្ទះលក់ទុរេនដែលបង្ហាញពីសកម្មភាពក្រុមសម្ដាប់ធ្នាប់នៃខណ្ឌទួលគោកចុះឃាត់ឡានទុរេនហើយក៏ត្រូវបានរដ្ឋបាលខណ្ឌទួលគោកចេញនៅសេចក្តីបំភ្លឺនិងប្រកាសឲ្យម្ចាស់ផ្ទះហ្នឹងលុបវីដេអូជាបន្ទាន់និងធ្វើការសុំទោសជាសាធារណៈដោយរដ្ឋបាលខណ្ឌទួលគោកបានលើកឡើងថាបានធ្វើការណែនាំជាច្រើនលើកហើយចំពោះម្ចាស់ផ្ទះហ្នឹងដែលគាត់ចតឡានដាក់អីវ៉ាន់រយេរញ៉ៃដែលបង្កឲ្យមានការកកស្ទះឥឡូវនេះម្ចាស់ផ្ទះលក់ទុរេននៅបន្តបញ្ចេញនៅវីដេអូនៃកាមេរ៉ាសុវត្ថិភាពចំនួន1វីដេអូទៀតនៅសកម្មភាពកាន់តែច្បាស់ដែលឃើញឡានទុរេនហ្នឹងគាត់ជិះមកដល់ខាងមុខផ្ទះលក់ទុរេនហ្នឹងហើយគាត់ជិះទៅផុតបន្តិចបាទបែបចង់អាយ៉ែគូតចូលទៅក្នុងផ្ទះម្ដងក៏ឃើញឡាននៃស្ដាប់ធ្នាប់ខណ្ឌទូកគាត់ជិះតាមមកពីក្រោយហើយកាក់យកតែម្ដងអញ្ចឹងក្នុងវីដេអូនេះបងប្អូនគួរតែពិនិត្យមើលនិងពិចារណាទាំងអស់គ្នាមើលតើជាកំហុសខាងណាឬក៏ជាការមួយដែលកង្វះនឹងការអធ្យាស្រ័យនៅក្នុងការយោគយល់ឬក៏ជាការរឹងទទឹងជាមួយនឹងចំណាត់ការរបស់អាជ្ញាធរ